my first time and I'm so excited. កណ្ដាលក្រុងយូយ៉ងបបកញ្ញាកុយអេណាស្លៀកឈុតស្បែកខ្មែរដើរពេញតំបន់ថាមស្វែបរទេសចម្រុះជាតិសាសន៍លន់មាត់សរសើរគ្រុសសូដាអ្នកជំនាញលាយភេសជ្ជៈនិងវីស្គីប្រកាសសាច់ប្រាក់បន្ទាន់កាន់គ្រឿងមាសមក LOLC ទូបានសាច់ប្រាក់រហូតដល់ 70% នៃតម្លៃមាសនិងផ្ដល់ជូនសេវាលាងសម្អាតមាសនិងថ្លឹងគ្រឿងមាសដែលឥតគិតថ្លៃនៅស្ងៀមមិនបានឡើយបបកញ្ញាកុយអេណាបានធ្វើឲ្យអ្នកគ្រប់គ្រងនិងប្រជាជនខ្មែរផ្ទុះការសរសើរនិងមោទនភាពម្ដងទៀតហើយក្រោយពីបាននាំយកសម្លៀកបំពាក់បុរាណខ្មែរដ៏ស្រស់ស្អាតផូរផង់ទៅស្លៀកបង្ហាញពេញតំបន់ថាមស្វែកណ្ដាលទីក្រុងយូយ៉ងសហរដ្ឋអាមេរិកមិនមែនតែប្រជាជនខ្មែរតែប៉ុណ្ណោះទេប៉ុន្តែតាមរយៈវីដេអូខ្លីដែលបានទម្លាយនៅលើបណ្ដាញសង្គមព្រឹកមិញកុយអេណាបានធ្វើឲ្យបរទេសជាច្រើនចម្រុះជាតិសាសន៍ចាប់អារម្មណ៍និងសរសើរផងដែរក្រោយក្រុងឈុតស្បែកខ្មែរដើរពេញតំបន់ថាមស្វែដែលជាចំណុចកណ្ដាលនិងទីប្រជុំជនមួយនៅទីក្រុងយូយ៉ងថ្លែងប្រាប់ពីអារម្មណ៍ពិតបបកញ្ញាខ្មែររូបនេះបាននិយាយថានេះជាលើកដំបូងដែលបានមកដល់ទីនេះហើយក៏ជាទីក្រុងនៅក្នុងក្តីស្រមៃក្រុងឈុតបុរាណខ្មែរគឺមានអារម្មណ៍ថាសប្បាយនិងរំភើបពិតជាមោទនភាពណាស់ទន្ទឹមនឹងក្តីរំភើបនេះវីដេអូខ្លីមួយនេះក៏កំពុងតែត្រូវបានចែករំលែកបន្តយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រនិងប្រជាជនខ្មែរដើម្បីចូលរួមបង្ហាញនិងផ្សព្វផ្សាយពីភាពស្រស់ស្អាតនៃឈុតប្រពៃណីខ្មែរស៊ីគ្នានិងរូបសម្រស់ស្រអែមស្រស់របស់បបកញ្ញាកុយអេណាឲ្យកាន់តែល្បីល្បាញទូលំទូលាយទៅកាន់ពិភពលោកបើទោះបីជាយ៉ាងណាបើតាមការបញ្ជាក់ពីអេណាថានេះគ្រាន់តែជាសកម្មភាពខ្លីមួយផ្នែកតូចតែប៉ុណ្ណោះខណៈវីដេអូពេញនឹងបង្ហាញឆាប់នេះប៉ុន្តែដៃហួចចិត្តបើទោះបីជាវីដេអូពេញមិនទាន់បានបញ្ចេញប៉ុន្តែភាពអស្ចារ្យដែលឈុតប្រពៃណីខ្មែរត្រូវបានយកទៅផ្សព្វផ្សាយដល់កណ្ដាលទីក្រុងយូយ៉ងសហរដ្ឋអាមេរិកហើយក៏ជាទីប្រជុំជនដែលមានមនុស្សឆ្លងកាត់ចម្រុះជាតិសាសន៍តំបន់ថាមស្វែគេឃើញពលរដ្ឋផ្ទះលេខ2មួយចំនួនហាក់ក្តៅក្រហាយនៅមិនសុខដោយបាននាំគ្នាចូលមកបញ្ចេញមតិដែលឥតអៀនខ្មាស់ថាបបកញ្ញាកុយអេណាកំពុងជួយផ្សព្វផ្សាយពីវប្បធម៌របស់ខ្លួនទៅវិញ